សូមជូនរឿងលោកគ្រូឆោតសិស្សខ្ជិលដំណើរថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាផ្លុញខ្ជិលណាស់លោកគ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះមកឆាន់ផ្ទះដល់ម្ដងណាឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយនោះពិចារណាថាអូយសប្តាហ៍គ្មានបាសកបាសិកាណាគេប្រគេនវត្ថុអ្វីឆានសបើដូច្នោះគួរអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយលោកក៏ប្រាប់កុសថាអូអាផ្លុញអាយចាប់ដំរីមកហើយឯងទៅផ្សារនឹងអញអូទិញវត្ថុផ្សេងយកមកទុកឆាន់ណាកូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាឯងទិញវត្ថុអ្វីដែលអាចទុកបានជូរមិនខូចអាប្រុញជាសិស្សក៏ទិញអំបិលមួយចុងច្រកករងស្រាច់គ្រូឃើញដូច្នោះថាហត់អ្វីក៏ឯងទិញតែអំបិលមិនទិញត្រយឆ្អើរត្រីទៀតផងកូនសិស្សទូថាបាលគ្រូអំបិលទុកបានជូរមិនចេះខូចបានជាខ្ញុំប្រកាសដាទិញទេលោកគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលដើរពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអប្រុចអាចមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូថាពាក់កណ្ដាលស្រួលណាស់ហើយស្រាលទៀតផងលោកគ្រូប្រាប់សិស្សថាឯងជីដំរីវិញអាចរែកអំបិលដើរក្រោយលោកគ្រូថាហើយក៏ចុះពីដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាឯងបោះដំរីទៅចាប់អាចប្រឡប់ឈើចោះសិស្សបោះដំរីទៅដល់ម្លប់ឈើក៏ឈរចាំគ្រូបោះរហូតដល់វត្តលោកគ្រូរែកអំបិលតាមក្រោយដោយអំបិលនោះធន់ណាស់លោកគ្រូរែកឈប់បែរទៅមើលសិស្សមិនឃើញក៏គិតថាចាំថ្ងៃក្រោយសឹងនាំសិស្សមកយកហើយយកអំបិលទៅលាក់ទុកក្នុងព្រៃមុននឹងលាក់ទុកគិតថាទីនេះបើប្រសិនជាមានគេដើរមកចំរកឃើញគេនឹងយកអំបិលនេះទៅអស់មិនខានគួរតែរកកន្លែងណាដ៏អាចកំបាំងភ្នែកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅមុខលុះសួរសិស្សថាអត់អ្វីក៏ឯងមិនចាប់អាចសិស្សទូថាខ្ញុំព្រះករុណាបោតម្រៃមកប្រុងចាំលោកគ្រូក៏ប៉ុន្តែតម្រៃវាមិនព្រមចាំសោះអង្វរដូចមិនដេចក៏វាមិនព្រមវាប្រឹងដើរទៅដល់វត្តទើបឈប់សិស្សសួរថាលោកគ្រូទុកអំបិលនៅឯណាគ្រូប្រាប់ថាអាចទុកលាក់នៅឯនោះអញកាប់ដើមឈូកដោតជាសម្គាល់ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអាចលាក់ទុកក្នុងតាពាក់នេះសិស្សលន់មកថាម៉ែអើយវារលាយអស់ទៅហើយអាប្រុចក៏លោតទៅយកអំបិលលើការុងទាំងពីរឡើងរលាយអស់គ្មានសល់ចំណងដែលចងមាត់ការុងដាច់អស់ឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ហើយយកត្រីនឹងការុងប្រគេនជូនលោកគ្រូមើលលោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំភ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ពឹសត្រីចាក់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកធ្វង់វាឆាប់ត្បិតអញឈឺណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរជាច្រើនពឹសត្រីរឹតតែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញ
យកទាំងការ៉ុងនិងត្រីកញ្ចុះទៅផងដល់វត្តប្រាប់សិស្សថាអាប្រុចឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពឹសអន់ចាប់ពើតលោកគ្រូក៏សងំសឹងលក់ទៅប្លុញក៏ដាំបាយអាំងត្រីហើយបរិភោគអស់ទុកតែបាយមួយដុំនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យចិត្តលោកគ្រូញាក់ឡើងប្រាប់សិស្សថាឯងយកបាយដឹកត្រីវកអាប្លុញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនគ្រូចេញមកវិញទូលថាបាយនិងត្រីរុយរោមយកស៊ីអស់ទៅហើយនៅសល់តែមួយដុំនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងង់ក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឲ្យវារុយកុំឲ្យវាទៅលើកុដអាប្លុញជាសិស្សក៏យកវាយរុយមិនឈប់គ្រានោះមានរុយទុំច្រមុះគ្រូវាទៅមិនត្រូវរុយត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចលោកគ្រូវាយថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទុំចិត្តសិស្សឲ្យមកអាប្លុញជាសិស្សបានដឹងថាលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលុះដល់វត្តវិញដើរលោបចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរថាលោកគ្រូធ្វើអ្វីលោកគ្រូក៏ហកថាអាចសូត្រមន្តអាគមបំបាំងខ្លួននោះអញរៀនសូត្រពីគេហើយលោកគ្រូប្រាប់ថាស្នេហ៍អញពូកែពេកបើជាសិស្សអញវាបោកលុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រាច់ដូចជាថាចង្ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នោះឯងលើកយកឲ្យអញឆាន់អាប្លុញក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាទៅលើក្បាលគ្រូស្រែកថាអប្រុចហាត់ម្ដេចក៏យកថាមកដាក់លើក្បាលអាចសិស្សទូថាខ្ញុំព្រះករុណាមើលមិនឃើញលោកគ្រូងាកចេញអាប្លុញក៏ដាក់ក្បាលលើគ្រូទៀតលោកគ្រូថាអប្លុញឯងដាក់ថាសលើក្បាលអាចទៀតហើយសិស្សថាខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអាចរៀនបុណ្យស្ដែពូកែប្រកាសឥឡូវអាចក៏ហកវាថាតាំងពីវិធីសូត្រមន្តអាគមបំបាំងខ្លួនវិញក៏ទៅពូកែមើលមិនឃើញប្រកាសគួរឲ្យទន្ទិញចាំឲ្យកុំឲ្យភ្លេចអាភ្លេញលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លេញប្រាប់គ្រូថាបើលោកគ្រូនិពន្ធទៅឆាន់ផ្ទះគេកុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើរុំតែជាពោបានហើយគេមើលមិនឃើញទេបាត់លោកគ្រូនិមន្តអាគមញបាំងខ្លួនពូកែណាអ្នកណាក៏មើលមិនឃើញលោកគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាអាចតាមអាចទៅឆាតឯផ្ទះឧបាសករួចក៏រុំតែជាពោមិនស្លៀកស្បង់ដោយគិតថារុំតែជាពោបានហើយព្រោះមន្តអាគមរបស់ខ្លួនពូកែនរណាក៏មើលមិនឃើញរួចនាំសិស្សទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនរួចងាកស្ដាំងាកឆ្វេងក៏លិចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នេះក៏នាំគ្នាសើចលាន់លោកគ្រូពុំទាន់បានឆាន់សង្ហាន់មានចិត្តខ្មាស់អៀនណាស់ក៏ចុះពីលើផ្ទះត្រឡប់មកវិញជេរបន្ទោសសិស្សថាឯងមិនឲ្យអាចស្លៀកស្បង់ឥឡូវអាចខ្វះគេដោះអាប្លុញទូថាលោកគ្រូខ្ញុំខ្មាស់នឹង
ព្រះខ្ញុំព្រះករុណារឿងនេះហើយជាខុសដំណងទេឬលោកគ្រូសួរថាឯងខូចអាចខុសដូចបដិចហើយព្រិញសួរថាកាលលោកគ្រូនិមន្តទៅឆាន់ព្រះឧបាទះឧបាសកនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាអាចកើតទៅចេញទៅកើតសិស្សប្រាប់ថាអោលោកគ្រូហើយច្បាស់ជាលោកគ្រូខុសតំណមហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំថាខ្ញុំព្រះករុណាបើរិះមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺសូម្បីតែមួយក្រមថោនពឺក៏មិនបានវាសាបមន្តអាគមឥឡូវលោកគ្រូមួយក្រមឡើងស្ពឺបានជាតំណមអាគមអស់នេះបានជាឃើញគេឆ្មាស់លោកគ្រូបានស្ដាប់ដូច្នេះហើយអាចបដិចបាទជាយ៉ាងហ្នឹងឯងថានេះពិតប្រកបហើយលោកគ្រូនោះក៏ឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីពេលនោះមកអាប្លន់ជាសិស្សនៅបម្រើគ្រូដោយសប្បាយ